nhiệt nhôm bò để sát tương lai ní chia nó có cũng sẽ nở ra tí sát than đại prasama samput này dưỡng truông và đại nạp biển nông sa lập hoàn này phụ mà lạc sát tương lai cao nó có ní cứ sầm bô sầm bài lọ khăng na đầm nào sạch rương đại bà ông truông và đại nạp biển nơi tí ní tiền bẹt thò đại bà ông truông tra sân tay bà nhiệt nhôm bàn sắc xa bàn an bàn sạp hỏiประกอบชีพปีรูนังสังเวยคลังนะโดยนี้ខ្ញុំកណ្ដាលថាភាពសូមជាស្រ័យมันបានបកស្រាយឲ្យវិញឆ្ងាយទេគ្រាន់តែសង្ខេបដោយខ្លីចុះទីនេះបច្ចុប្បន្នជាក្រុងកូស៊ីណាការដ្ឋឧត្តរប្រទេសសាធារណរដ្ឋឥណ្ឌាហើយសពថ្ងៃទីស្ថានកន្លែងបូជានេះតែងតែមានពុទ្ធសាសនិកជនបរិស័ទគ្រប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាតែងតែនិមន្តនឹងអញ្ជើញធ្វើដំណើរដើម្បីមកគោរពគុណព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើងបច្ឆមវាចាចុងក្រោយខ្លះរបស់ព្រះសម្មាសម្ពុទ្ធទ្រង់ផ្ដាំជាមួយនឹងព្រះអនន្តថាមនាលអនន្តផ្កាឈើទាំងឡាយបានរីកខុសកាលដ៏ល្អស្អាតបូជាចំពោះតថាគតហើយតថាគតមិនមែនឈ្មោះថាជាអ្នកដែលគេបូជាដោយអាមិកឡើយមនាលអនន្តបើអ្នកណាបានបូជាឲ្យបប្រតិបត្តិបូជាដោយព្រះធម៌សំគួរដល់ធម៌បុគ្គលនោះឈ្មោះថាការបូជាដល់តថាគតដ៏ល្អអស្ចារ្យអ្នកទាំងឡាយចូលញ៉ាំងសេចក្តីមិនប្រមាទឲ្យកើតមានចុះអបមាតោអបតាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងឡើងក្នុងលោកជាអគ្គបុគ្គលឆ្នើមរកអ្នកណាមួយព្រៀបផ្ទឹមពុំបានឡើយទីបំផុតនៅតែព្រះអង្គបរិនិព្វានចុះតម្រាំនឹងយើងទាំងអស់គ្នាជាពុទ្ធជនដំណើរនេះបានធ្វើឲ្យយើងនឹកឃើញដល់សង្ខារធម៌ទាំងឡាយដែលតែងតែកើតឡើងហើយរលត់ទៅវិញជារឿងធម្មតាដូចនេះពុទ្ធបរិស័ទប្រជាពលរដ្ឋខ្មែរយើងក្មេងចាស់ប្រុសស្រីទាំងអស់គ្នាសូមមេត្តាកុំរស់នៅក្នុងសេចក្តីប្រមាទឲ្យសោះព្រោះជីវិតរបស់យើងទាំងអស់គ្នាមានប្រមាណតិចណាស់បន្ទាប់ពីបានគោរពបូជាដោយសេចក្តីជ្រះថ្លាទីកន្លែងដែលព្រះអង្គទ្រង់បរិនិព្វានហើយមកកាន់ទីនេះប្រមាណជាជាង2គីឡូម៉ែត្រមកដល់ឈ្មោះថាមកុដ្ឋពុញ្ញចេតិយទីស្ថានបូជាព្រះសពព្រះសរីរៈរបស់ព្រះសម្មាសម្ពុទ្ធដំណើរសាច់រឿងនេះក៏វែងឆ្ងាយដែរដោយសង្ខេបថាពេលនោះគឺពួកមលក្សត្រនិងបរិស័ទទាំងឡាយបានរៀបចំព្រះសពរបស់ព្រះអង្គយ៉ាងល្អប្រសើរហើយបូជាព្រះភ្លើងគឺមិនឆេះឡើយដោយហេតុថាពួកទេវតាទាំងឡាយជាអ្នកកាន់ភ្លើងជាអ្នកបូជាព្រះសពផ្ទាល់ហើយពួកទេវតាទាំងនោះទៀតសោតពីអតីតកាលធ្លាប់បានបូជានិងឧបថៈព្រះមហាកាសពនឹងដោយសេចក្តីជ្រះថ្លាស្រឡាញ់លោកហើយដោយអានិសង្ឃនឹងក៏បានអស់ជីវិតទៅបានទៅជាទេវតាហើយពេលដែលព្រះមហាកាសពយាងមកដល់ញាតិញោមធ្លាប់ឃើញធ្លាប់ឮណាព្រះបាទទាំងគូក៏បានលៀនចេញបន្តិចពីក្តារមឈូសមកដើម្បីឲ្យលោកថ្វាយបង្គំហើយរួចហើយក៏លឹបទៅវិញទៅទេវតាទាំងឡាយក៏បានបូជាព្រះភ្លើងដែលយើងថាឆេះឯងណានឹងដោយសេចក្តីជ្រះថ្លានៅក្នុងការបូជាថ្វាយបង្គំទីពុទ្ធស្ថានទាំងឡាយនេះខ្ញុំប្រកាសណាថ្មភាពសូមរំលែកជូនបុណ្យកុសលនេះដល់ញាតិញោមអ្នកមើលព្រមទាំងបងប្អូនប្រជាជនខ្មែរយើងនៅជាយដែនដែលរងគ្រោះដោយសារពួកចៅឈ្លានពានពីបរទេសណាសូមឲ្យពួកគាត់បានទទួលផលបុណ្យនៃការថ្វាយបង្គំទីពុទ្ធភូមិនេះពីខ្ញុំកណ្ណាថ្មភាពមួយចំណែកផងសូមអនុមោទនា